នេះហើយជីវិតអ្នកបោះវែងដីធ្លីសម្រាប់ខ្ញុំពេលខ្លះមានអារម្មណ៍ថាខ្លួនឯងអត់សោះពេលខ្លះនោះក៏មានមោទនភាពចំពោះខ្លួនឯងដែលមានវ័យជាង60ឆ្នាំហើយនៅតែមានឱកាសបម្រើសង្គមជាតិមាតុភូមិយើងក៏រៀនទទួលភាពរីករាយក្នុងពេលដែលយើងកំពុងតែអត់ពេលខ្លះមានអារម្មណ៍រីករាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃមាតុភូមិយើងអាចគយគន់ធម្មជាតិព្រៃភ្នំវាលស្រែចម្ការច្បារដំណាំនឹងបានស្វែងយល់ពីជីវភាពនិងរបៀបរស់នៅរបស់ប្រជាពលរដ្ឋនៅតាមភូមិមួយដែលយើងបានទៅជាមន្ត្រីចុះវាស់វែងដីជូនជាតិខេមរាបងអ្នកដើរវាស់កាត់ភ្លៀងកាត់ថ្ងៃដីលំនៅឋាននឹងស្រែចំការបំពេញទិន្នន័យភារៈជីវ៉ាផ្ដល់ជូនប្រជាជនទាំងប្រុសស្រីយើងខំប្រឹងប្រែងបំពេញការងារតាមបទបញ្ជារដ្ឋាភិបាលថ្មីអាណត្តិទី7សម្ដេចធិបតីប្រជាប្រុសស្រីរីករាយសាទរពលរដ្ឋសុខសាន្តបានកម្មសិទ្ធិទីក្រុងជនបទនាំគ្នាអបអរវិវាទដីធ្លីចប់ជាស្ថាពរសានស្នេហ៍ស្មោះសរក្រោមលុបសន្តិភាពខំប្រឹងប្រែងបំពេញការងារតាមបទបញ្ជារដ្ឋាភិបាលថ្មីអាណត្តិទី7សម្ដេចធិបតីប្រជាប្រុសស្រីរីករាយសាទរពលរដ្ឋសុខសាន្តបានកម្មសិទ្ធិទីក្រុងជនបទនាំគ្នាអបអរវិវាទដីធ្លីចប់ជាស្ថាពរសាងស្នេហ៍ស្មោះសរក្រោមលុបសន្តិភាព